តាមពិតទៅលោកឪពុកម្នាក់ម្ដាយគាត់តស៊ូណាស់នឹងកូនការចិញ្ចឹមកូនហ្នឹងតស៊ូមិនគិតពីនឿយពីហត់នៃកម្លាំងកាយកម្លាំងចិត្តរបស់ខ្លួនទេហើយលោកឪពុកម្នាក់ម្ដាយនេះมันមានស្រឡាញ់អ្វីក្រៃលែងជាងកូនរបស់ខ្លួនមិនមានទេអានឹងជាសេចក្តីពិតនៅក្នុងលោកនេះប៉ុន្តែបើកូននឹងជាបុគ្គលដែលអត់បញ្ញាមើលអត់ឃើញទេបងចេះតែរស់នៅស្រួលសប្បាយទៅសម្រាប់តែជីវិតឯងអត់បានឆ្លោះបញ្ចាំងមើលដល់មេត្តាបិតារបស់ខ្លួនទេសំបីតែខ្លួនឯងនឹងមានកូនហើយក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូននឹងក៏តស៊ូនឹងថែរក្សាកូនរបស់ខ្លួននឹងក៏យ៉ាងក្រៃលែងដែរតែអត់បាននឹករលឹកអត់បាននឹករលឹកឃើញទេតែបាននឹករលឹកឃើញថាយីអញថែរក្សាចិញ្ចឹមបីបាច់កូនរបស់អញលំបាកយ៉ាងនេះប្រហែលជាលោកឪពុកម្នាក់ម្ដាយអញកាលដែលអញនៅតូចនឹងលំបាកនឹងអញនឹងយ៉ាងនឹងដែរក៏អត់មើលឃើញទេនេះមកអត់បញ្ញាអត់ឆ្លោះបញ្ចាំងនេះទេនេះជាសង្គមរបស់មនុស្សតែបើកូនដែលមានបញ្ញាគេឃើញជាងការគេមានកូនរបស់ផងគេស្រឡាញ់កូនគេនឿយហត់ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនគេនឹកឃើញចឹងក៏អញនៅតូចមាញ់ក៏លោកឪពុកអ្នកម្ដាយក៏ថែក៏រក្សាអញមានសេចក្តីលំបាកសម្រាប់ជីវិតអញហ្នឹងក៏ដូចជាអញរក្សាកូនហ្នឹងដែរយ៉ាងនេះมันកើតមកជាមនុស្សមានពីរចឹងយកមើលក្នុងសង្គមយើងនៅក្នុងភូមិយើងនេះមនុស្សច្រើនណាស់ដែលអត់បានដឹងថាមេត្តាបិតាជាអ្នកដែលតស៊ូបដូរផ្ដាច់សម្រាប់ជីវិតអញដែលជាកូននឹងបានអញរស់រានមានជីវិតបានសេចក្តីសុខកើងរុងរឿងដល់មកសប្តាហ៍ថ្ងៃអត់ដឹងទេបងនេះសម្រាប់មនុស្សខ្លះកូនខ្លះនៅក្នុងបច្ចុប្បន្នខ្លះបើទុសរាយនឹងម៉ែនឹងឪឯងនឹងទៅទៀតអត់ចេះគោរពជាអីទេព្រោះអត់បានឃើញគុណឃើញឧបការៈដែលមេត្តាបិតានឿយហត់ព្រួយលំបាកក្នុងការចិញ្ចឹមខ្លួនអត់ដឹងទេបង